បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកកាន់ Channel English Song Lyrics IDR បាទហើយនេះយើងមាន episode មួយគឺយើងធ្វើការ recap បាទយើងធ្វើការឆែកមើលឡើងវិញនៅរាល់ការចូលផ្សារមាសនៅថ្ងៃទី26ខែ9បាទថ្មីនេះតើយើងមើលទិសដៅមាសយ៉ាងម៉េចយើងចូលទៅវាយ៉ាងម៉េចក្នុងនៅក្នុងអាទិត្យមុននេះបាទនៅក្នុងអាទិត្យនេះបាទថ្ងៃទី26បាទតោះកុំឲ្យខាតពេលយូរយើងទៅទាំងអស់គ្នាដោយតែងតែ English Song Lyrics ណែនាំបានន័យថាការ trade របស់យើងគឺយើងត្រូវមាន risk management មាន SL មាន TP ត្រឹមត្រូវណាបាទជៀសវាងការខាតបង់ធំធេងអញ្ចឹងយើង suggest ថាក្នុងមួយ trade មិនឲ្យខាតបង់លើសពី20ទៅ30% នៅក្នុងដើមទុនរបស់យើងដែលមាននៅក្នុង account trade បាទអូខេតោះយើងចូលទៅមើលការចូលរបស់English Song Lyrics នៅក្នុងសប្តាហ៍នេះថ្ងៃទី26ដូចគ្នាតើយើងចូលផ្សារបែបណាអូខេអញ្ចឹងនៅក្នុងនេះនៅក្នុងក្រុមរបស់ខ្ញុំក្រុម VIP ឬមួយក្រុម mentor អ្នកដែលបានសិក្សាមួយខ្ញុំគឺខ្ញុំបានវិភាគឲ្យយើងមើលឃើញផ្សារពេលដែលផ្សារដែលវាធ្វើ pullback ចុះមកវា pullback impulse ចុះមកវាបានមក sweep liquidity មួយ sweep liquidity បាទ sweep liquidity ហើយយើងមកមើលនៅខាងក្រោយខាងនេះតែនេះដោយសារតែ recap នេះគឺការ print បានន័យថាខ្ញុំ print screen បោះចូលក្នុងក្រុមរាល់ការវិភាគរបស់ខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែយកវាយកមកបង្ហាញឡើងវិញបាទវាធ្លាក់ចូលក្នុងតំបន់នេះគឺឃើញខាងក្រោមនេះវាជា order block ឬមួយក៏វាជា key zone ណាមួយអញ្ចឹង price វាធ្វើការ reject មកដល់កន្លែងនេះយើងឃើញមានថាវាជា change register បាទ change register ពេលដែល change register វាចូលក្នុងតំបន់ order block នេះ order block នេះឃើញទេ order block ពេលដែលចាក់ order block វាឡើងទៅលើបាទហើយវាមក sweep liquidity នេះវា sweep liquidity high តមកវាចាក់ចូលមកវិញមកចូលយកអីគេមកចូល CISD តមកវាឡើងទៅទៀតមក sweep high ទៀតណាអញ្ចឹងអានេះនៅក្នុង rank នៅក្នុងគ្រប់ថ្នាក់រៀនរបស់ខ្ញុំប្រាប់ណាវានៅក្នុង rank បាទវានៅក្នុង rank ពេលដែលវាឡើងទៅគឺវាអត់បំបែកទេវា sweep T នៅក្នុងពេលហ្នឹងខ្ញុំមើលឃើញខ្ញុំបានបញ្យល់តាក់ទងជាមួយនឹងទីផ្សារវាមាន equilibrium វាមាន demand វាមាន supply zone តើទីផ្សារវាដើរយ៉ាងណាបាទទីផ្សារវាដើរយ៉ាងណាអញ្ចឹងនៅក្នុង group ក្នុងថ្នាក់រៀនរបស់ខ្ញុំបានបញ្យល់អស់ហើយនៅក្នុងកន្លែងហ្នឹងទាំងនេះខ្ញុំគ្រាន់មក recap ចែកជូនបងប្អូនតាក់ទងជាមួយនឹងគេហៅថាកលឹះខ្លះនៅក្នុងការចូលផ្សារដើម្បីបងប្អូនយកទៅសិក្សាបន្ថែមបន្តទៀតបាទហើយមួយវិញទៀតបើសិនជាបងប្អូនចង់សិក្សាឲ្យច្បាស់ស៊ីជម្រៅនៅក្នុងការចូលផ្សាររបស់ English Song Lyrics បងប្អូនអាចរៀនមួយខ្ញុំក៏បានណាឬមួយក៏រៀនមួយអ្នកណាក៏បានដែរនៅក្នុងការដែល trade forex នេះ trade ក្នុងវិស័យ trading នេះគឺបងប្អូនត្រូវការរៀនណាបើអត់រៀនអត់មានចំណេះដឹងបងប្អូន trade អត់ឈ្នះផ្សារទេបាទហើយពេលដែលខ្ញុំមើលឃើញអញ្ចឹងខ្ញុំដឹងថាវានឹងចុះមកខ្ញុំបានគូសអញ្ចឹងខ្ញុំគូសឲ្យក្នុងក្រុមហើយវានឹងឡើងទៅវិញហើយបើខ្ញុំគិតមើលទៅនៅក្នុងពេលហ្នឹងប្រហែលជាម៉ោង16ប្រហែលជាម៉ោង7ទៅម៉ោង7ម៉ោង8ម៉ោង8ហ្នឹងម៉ោងប៉ុណ្ណឹងអញ្ចឹងផ្សារហ្នឹងវានឹងមកយកជើងនេះហើយវានឹងឡើងទៅលើហើយបាទអញ្ចឹងវាមកយក high នេះទាំងអស់បន្ទាប់មកវាចាក់ចូល CISD ព្រោះ order បើយើងមើលទៅ order block វាហ្នឹងគឺបិទអស់ហើយគឺចាក់ចូលអត់ឲ្យបិទអស់ហើយអញ្ចឹងវាអាចមកវិញទេគឺ strong ហើយវានឹងចាក់ចូល order block នេះវានឹងចាក់ចូលមកដល់ order block មួយនឹង FVG នេះមួយនឹងឡើងទៅលើអញ្ចឹងយើងមើលផ្សារវាធ្វើមិនបន្តទៀតមកទៀតផ្សារចាក់ចូលមកអញ្ចឹងមែនណាវានឹងចាក់ចូលបើន័យថាខ្ញុំមើលឃើញអញ្ចឹងហើយយើងមើលទៅគឺអានេះអត់ទាន់បានចូលទេអត់ទាន់បានមើលផ្សារថាវាទៅដល់ណាទេគឺផ្សារខ្ញុំមើលអញ្ចឹងគឺយើងមើលឃើញ trend បើន័យថាវារិចាស់វាចេញប៉ះមកប៉ះ trend ណាវាចេញប៉ះ trend ខ្ញុំមើលឃើញថាផ្សារនេះវាអាចនឹង pull back ចុះមកក្រោមនៅម៉ោងព័ត៌មាននៅម៉ោង New York section ប្រហែលជា New York section ណា New York section ម៉ោង20ហ្នឹង New York section វានឹងចុះមកវានឹងមកយក liquidity នៅខាងក្រោមនេះហៅថា liquidity ខាងក្រោមនេះបាទវាជា liquidity មួយ liquidity ខាងក្រោមមាន order block ការពារហើយនឹងមើលទៅប៉ះ trend line ត្រង់តែម្ដងខ្ញុំថាវានឹងឡើងទៅពេលដែលប៉ះវានឹងឡើងទៅហើយវានឹង bull back ចុះមកក្រោមវិញមកយកខាងក្រោម order block នេះ
order block នេះ clear ហ្មងអញ្ចឹងអាទាំងអស់នេះ set liquidity pool ដែលផ្សារត្រូវតែបញ្យកបាទអញ្ចឹងខ្ញុំ suggest ខ្ញុំមើលឃើញថាផ្សារនឹងឡើងទៅមួយជើងហើយនឹងបកមកក្រោមវិញហើយបកមកអាចមកដល់ក្នុងតំបន់ហ្នឹងហើយនឹងឡើងទៅលើទៀតបាទអាចនឹងឡើងទៅលើទៀតបាទអាចឡើងទៅទៀតអញ្ចឹងផ្សារវាភូចុះមកក្រោមមែនគឺវាចុះមកមែនវាចុះមកហើយវានឹង break ទៅវាចុះមកមួយជើងហើយយើងចូលទិញនឹងឡើងទៅមួយជើងទៅលើទៀតនឹងឡើងទៅទៀតខ្ញុំមើលឃើញផ្សារបែបហ្នឹងអញ្ចឹងបើយើងមើល trend ខាងលើនេះយើងមើល trend ខាងលើនេះគឺវា break គឺវានឹងឲ្យ break វានឹង break ទៅតែម្ដងណាវានឹង break វា break ហើយចាក់ចូល CISD ចាក់ចូល CISD តាក់ទងជាមួយ CISD បងប្អូនអាចចូលទៅឆែកមើលនៅក្នុង YouTube របស់ខ្ញុំនៅក្នុង channel YouTube របស់ខ្ញុំខ្ញុំមាននិយាយអំពី order block និយាយអំពី CISD បាទនិយាយអំពី swing high swing low បងប្អូនអាចទៅឆែកមើលទៅអានឹងជាមេរៀនដែលបងប្អូនត្រូវដឹងហើយបងប្អូនអាចយកមកវិភាគក្នុងផ្សារបានបាទនេះដោយសារតែវាជា screenshot ដែលខ្ញុំ screenshot របស់ចូល group អញ្ចឹងខ្ញុំគ្រាន់យកវាមករំលឹកវិញទេព្រោះអីខ្ញុំមិនបានទៅចាប់អារម្មណ៍ថាខ្ញុំនឹងធ្វើវីដេអូតែខ្ញុំដោយសារតែថ្ងៃនេះខ្ញុំទន្លេខ្ញុំនឹងឃើញថានឹង recap ប្រាប់សម្រាប់បងប្អូនដែលនៅក្នុង group ខ្ញុំគាត់នឹងបានយល់គាត់នឹងបានដឹងថាតើខ្ញុំចូលយ៉ាងម៉េចអញ្ចឹងបើយើងមើលនៅក្នុងនេះគឺ trend line បាទ trend line ពេលដែលវាជា trend line អញ្ចឹងគឺខ្ញុំគិតថាវានឹង break ហេតុអីបានវា break ព្រោះនេះពេលលើនេះខ្ញុំឲ្យ sell មកគេណាបាទវាធ្លាក់មកមែន sell មកវាធ្លាក់ហើយខ្ញុំឲ្យបាយឡើងទៅលើទៀតខ្ញុំបាយយកខ្លីទៅនឹងព្រោះវាមិនប៉ះ trend អញ្ចឹងពេលដែលវាបែក trend យើងនឹងទិញថែមទៀតបាទនឹងទិញថែមទៀតអញ្ចឹងផ្សារក្រោយមកទៀតគឺវាបានន័យថាគឺវាធ្វើដោយអ្វីដែលខ្ញុំមើលឃើញអញ្ចឹងតែម្ដងផ្សារវាកន្លែងនេះគឺ reject ណាយើងមើលណាវា reject ហើយចុះមកក្រោមមករក order block នេះមកប៉ះ order block ហ្នឹងមែនណានេះឃើញទេខ្ញុំវាមកប៉ះកន្លែងនេះហើយវានឹងមករក order block បាទមករក374104នេះអញ្ចឹងយើងមកមើលនេះផ្សារនេះមកប៉ះវាឡើងទៅដល់លើនេះមិញវាបក37 4104វាមកប៉ះកន្លែងហ្នឹងប៉ះហើយវាបកឡើងទៅ break ណា break វាធ្វើ pull back មកគឺបាយឡើងទៅលើមកប៉ះ OB ខាងលើអញ្ចឹងវានឹងវាធ្លាក់មកមែនបាទគឺវាធ្លាក់មកអញ្ចឹងទីផ្សារគឺមើលបែបហ្នឹងគឺយើងមើលទៅតាមគេហៅថាPD array បាទគេមើលទៅតាម PD array គេមើលទៅតាមលក្ខណៈនៃចរិតនៃការចូលទិញជាមួយចូល sell ហ្នឹងបាទចូលទិញចូល sell buy model ឬមួយក៏ sell model ឬមួយក៏មានអ្វីមាន condition ស្អីដែលធ្វើឲ្យផ្សារ move ទៅអញ្ចឹងផ្សារវាមិនមែនចេះតែ move ទេផ្សារវាត្រូវការ liquidity ផ្សារគឺបានន័យថាខ្ញុំតែនិយាយនៅក្នុង group បានន័យថានៅក្នុង group មេរៀនរបស់ខ្ញុំនិយាយថាផ្សារគឺវាមានលក្ខណៈគេហៅថា market dynamic ទី1 market dynamic គឺ market គឺទៅ ស្វែងរក liquidity និងផ្ដល់ imbalance នៅក្នុងផ្សារបាទអញ្ចឹងវា move ទៅមកនៅក្នុង cycle 2ហ្នឹងអញ្ចឹងគេឲ្យឈ្មោះថា market dynamic អញ្ចឹងផ្សារ move បានវាទោះតែមាន liquidity ហ្នឹងគឺ move វានឹងបង្កើតទៅជា PD array ណាមួយដែលធ្វើឲ្យ condition ផ្សារហ្នឹងអាចនឹង move ឡើងទៅលើបានអញ្ចឹងយើងមើលទៅឃើញបែបហ្នឹងអញ្ចឹងមែនអញ្ចឹងគឺផ្សារដែលខ្ញុំព្យាករណ៍ថាវានឹងឡើងទៅលើគឺយើងមើលឃើញតាម PD array អញ្ចឹងក្រោយមកទៀតផ្សារហ្នឹងគឺហោះឡើងទៅលើមែនឃើញហោះឡើងទៅលើហើយពេលដែលហោះឡើងទៅលើនៅក្នុងនេះខ្ញុំបានបញ្យល់ថាពេលដែលវាហោះឡើងទៅលើវាចាក់មកដល់កន្លែងហ្នឹងណា3741នេះគឺតំបន់យើងបាយហើយតែវាធ្លាក់មកដល់40ណាគឺក្នុងតំបន់ order block ហ្នឹងវាឡើងទៅលើវាអាចទៅលើមកដល់ទៅម្ដុំនេះហ្នឹងគ្រាន់តែការព្យាករណ៍ឬមួយវាហោះទៅដល់លើនោះទៀតហើយវានឹងធ្លាក់មកវិញមកធ្លាក់មករកអីគេ liquidity នៅខាងក្រោមអញ្ចឹងផ្សារគឺវាធ្វើបែបហ្នឹងវាធ្វើ manipulate បែបហ្នឹងមែនអញ្ចឹងការព្យាករណ៍របស់យើងគឺដំបូងគឺយើងព្យាករណ៍មួយដំណាក់កាលយើងស្វែងរក PD array ណាមួយរបស់វាក្រោយមកយើងនឹងស្វែងរកកន្លែងណាដែលយើងចូលបានអញ្ចឹងបើយើងគូសtrendយើងឃើញបែបហ្នឹងអញ្ចឹងផ្សារចុងក្រោយគឺវាធ្វើការងារដូចអ្វីដែលយើងព្យាករណ៍អញ្ចឹងមែនអញ្ចឹងវាធ្វើទៅលើហើយវានឹងចុះមកក្រោមវិញអញ្ចឹងនៅក្នុងសប្តាហ៍ក្រោយពេលដែលបើកផ្សារថ្ងៃច័ន្ទខ្ញុំអាចគិតថាផ្សារនឹងឡើងមកដល់ pull back មកដល់ត្រឹមតំបន់33.75ហើយនឹងធ្លាក់ចុះមកក្រោមវិញបាទមករកតំបន់37.20បាទវាស្ថិតនៅក្នុង range នេះគឺនៅក្នុង range បាទអូខេអញ្ចឹងក្នុងថ្ងៃនេះអេពីសូតមួយនេះវាគ្រាន់តែជាការ recap រឿងของការចូលផ្សារនិងของការវិភាគផ្សាររបស់ខ្ញុំហើយសង្ឃឹមថាវាអាចជាជួយសម្រាប់បងប្អូន trader ទាំងអស់
សម្រាប់អ្នកថ្មីឬមួយក៏អ្នកដែលធ្លាប់គាត់មានបទពិសោធន៍នឹងយល់មួយចំនួនហើយគាត់នៅមានការស្ពេចស្ពិលចឹងអាចនឹងយកមេរៀនរបស់ខ្ញុំនេះការ recap នេះដើម្បីធ្វើជាចំណេះដឹងបន្ថែមបាទហើយមួយវិញទៀតក៏សូមអរគុណដែរសម្រាប់បងប្អូនដែលចុច follow page របស់ខ្ញុំរហូតមកដល់ពេលនេះហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីធ្វើមេរៀនបន្តជូនបងប្អូនបាទហើយបើសិនបងប្អូនចង់សិក្សាតាក់ទងជាមួយនឹង concept SMC ICT ឬមួយក៏ក្នុងការ trade ជា trend line ឬមួយក៏ support resistance បងប្អូនអាចរៀនជាមួយនឹង IDR trader trading and mentorship នឹងបានបាទខ្ញុំមានបើកបង្រៀនហើយដោយក្នុងថ្នាក់យើងនេះគឺមានសិស្សរៀនដែរបាទអញ្ចឹងយើងអាចដោយសារតែខ្ញុំមានពេលទៅនេះខ្ញុំចង់ចែករំលែកក្នុងការ trade បាទខ្ញុំមានបទពិសោធន៍ក្នុងការ trade ប្រហែលឆ្នាំ2 3 4 5ឆ្នាំហ្នឹងទៅខ្ញុំនឹងប្រាប់បាទខ្ញុំនឹងប្រាប់ហើយពីយុទ្ធសាស្ត្រក្នុងការចូលផ្សារការវិភាគការចេញការចូលហើយមួយវិញទៀតបើបងប្អូនចង់ចូលក្នុងក្រុម VIP បងប្អូនអាចគ្រាន់តែបើកaccount trade ជាមួយនឹង broker ដែលខ្ញុំណែនាំឬមួយក៏បងប្អូនចូលទៅទិញផលិតផល Atomy ណាមួយបងប្អូននឹងផ្ដល់ជាសម្បត្តិឬ invoice ឲ្យខ្ញុំនឹងទាញចូលក្រុម VIP ផ្ទាល់តែម្ដងបាទអូខេអញ្ចឹងអរគុណច្រើនសង្ឃឹមថាថ្ងៃចុងសប្តាហ៍នេះបងប្អូនទាំងអស់គ្នារីករាយក្នុងក្រុមគ្រួសារហើយធ្វើដំណើរទៅណាមកណាមានសុវត្ថិភាពបាទជួបគ្នានៅក្នុងអេពីសូតក្រោយទៀត